បាទថ្ងៃនេះមកប្រាប់ពីរបៀបដាក់ទឹកប្រហុកបុកល្ហុងបាទត្រូវវល់កម្រិតវាប្រហែលសម្រាប់បន្លែប៉ុន្មានបាទជាដំបូងគឺខ្ញុំដាក់ខ្ទឹម3កំពឹសហើយសម្រាប់ម្ទេសគឺដាក់តាមចំណង់ចំណូលចិត្តទៅតែសម្រាប់ខ្ញុំគឺ3គ្រាប់ព្រោះខ្ញុំអត់សូវប៉ិនហឹលទេបាទហើយយើងដាក់ប៊ីចេងបន្តិចប៊ីចេងប្រហែលជានេះទៅមួយកូនស្លាបព្រាតូចហ្នឹងទៅហើយយើងបុកបាទបន្ទាប់ពីបុកម៉ត់ហើយយើងស្ករខ្ញុំដាក់ប៉ុណ្នេះបាទស្ករដូចគ្នាតាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំដាក់ប៉ុណ្នេះហើយយើងជ្រុំវាទៅបាទជ្រុំវាចឹងហើយអូខេហើយខ្ញុំក៏ដាក់ទឹកប្រហុកបាទទឹកប្រហុកវាហ្នឹងទឹកប្រហុកគឺខ្ញុំដាក់ចំនួននេះវែកនេះបាទវែករបៀបវែកគេដួសលក់បាយគេដួសទឹកថៃទៅលក់បាយបាទនេះខ្ញុំដាក់2វែកស្មើហ្នឹងខ្ញុំដាក់2វែកស្មើហើយយើងក៏ជ្រុំវាឲ្យសព្វបន្តិចទៅបាទហើយយើងក៏ដាក់ទឹកត្រីខ្ញុំដាក់1វែកទេហើយចំពោះទឹកត្រីហ្នឹងគឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅព្រោះទឹកត្រីដបនេះវាមានទឹកត្រីខ្លះប្រៃខ្លាំងហើយទឹកត្រីខ្លះគឺប្រៃល្មមអញ្ចឹងបើទឹកត្រីប្រៃល្មមយើងដាក់1វែកកន្លះទៅតែបើទឹកត្រីនឹងប្រៃខ្លាំងយើងដាក់1វែកឬក៏ជិត1វែកអីទៅតាមចំណង់ចំណូលចិត្តឲ្យភ្លក់មើលទៅតែបើទឹកត្រីក្តាមខ្ញុំដាក់2វែកកាចជិត3វែកបានថា2វែកហ្នឹងហើយ1វែកទៀតជិតពេញ2វែកកាចអាហ្នឹងចំពោះទឹកត្រីដែលគេត្រាំក្តាមប្រៃព្រោះអាហ្នឹងវាអត់ប្រៃទេវាមានជាតិតែយើងអាចដាក់ប៉ុណ្ណឹងបានអូខេបន្ទាប់មកគឺខ្ញុំដាក់ក្រូចឆ្មាយើងចំបាច់វាទៅចំពោះក្រូចឆ្មាសម្រាប់មួយក្បាលហ្នឹងអាហ្នឹងខ្ញុំវល់សម្រាប់អាចារ្យហ្នឹង2វែកហ្នឹងសម្រាប់អាចារ្យសម្រាប់យើងធ្វើលក់ឬក៏បើយើងធ្វើញ៉ាំយើងស្មានតាមនឹងខ្លួនឯងទៅឲ្យភ្លក់ទៅព្រោះនេះសម្រាប់មួយចានឲ្យបន្លែល្មមអត់ច្រើនពេកទេក្រូចឆ្មាខ្ញុំដាក់2ផ្លែតែបងប្អូនអាចដាក់1ផ្លែកន្លះសិនទៅឲ្យភ្លក់មើលវាទៅបើថាចង់បានរសជាតិមិនថែមថយតាមនឹងទៀតទៅបាទតែចំពោះខ្ញុំគឺស្តង់ដារខ្ញុំគឺ2ផ្លែហើយខ្ញុំក៏លាយសបក2-3ចំណិតចូលទៅបាទហើយយើងក៏នេះជ្រុំវាបាទបន្ទាប់ពីយើងជ្រុំចូលជាតិហើយយើងក៏ភ្លក់ទៅបាទដួសមកភ្លក់អញ្ចឹងទៅបាទសម្រាប់ខ្ញុំប៉ុណ្ណឹងល្មមរសជាតិខ្ញុំប៉ុណ្ណឹងល្មមអូខេបន្ទាប់មកខ្ញុំក៏ចិតបន្លែដាក់ខ្ញុំប្រើប៉េងប៉ោះ1ផ្លែយើងចិតលើហ្នឹងទៅខ្ញុំប្រើប៉េងប៉ោះធំនេះបាទ1ផ្លែហើយគឺទ្រាប់ស្រួយចំនួន2ផ្លែតែស្រេចតែបងប្អូនចង់ដាក់ប្រហែលផ្លែក៏ថែមថយតាមនោះបាទតែសម្រាប់ខ្ញុំដាក់2ផ្លែទេហើយយើងចិតចឹងទៅគូខ្ញុំដាក់3ដើមឬក៏យើងហៅថា3សរសៃហើយយើងកាត់ខ្លីៗចឹងណាតែបើអ្នកខ្លះគាត់ចូលចិត្តដំយើងអាចដំក៏បានដែរដំឲ្យវារៀងទូកតិចហើយយើងដាក់វាចូលជាតិឆ្ងាញ់ដែរសម្រាប់ខ្ញុំក៏ចូលចិត្តដំដែរតែភ្លេចដំទៅកាត់ចឹងដល់ទៅយើងជ្រុំវាទៅឲ្យវាចូលជាតិបន្តិចហើយខ្ញុំក៏បានប្រើជីរណាប្រហែលជា5-6 ស្លឹកអីចឹងទៅជីរណា5-6 ស្លឹកទៅហើយជីពណ៌ត្រីថាជីពណ៌ត្រីមកដៃអីចឹងទៅតាមចំណង់ចំណូលចិត្តហើយcònជ្រុំវាទៅបាទបន្ទាប់មកគឺខ្ញុំដាក់ក្តាមថ្ងៃនេះយើងបុកក្តាមប្រៃបាទក្តាមប្រៃយើងហ្នឹងស្រក់មាត់បាទបុកបណ្ដាស្រក់ទឹកមាត់បណ្ដាអូខេបាទបន្ទាប់មកគឺល្ហុងគឺយើងចាប់ចេះស្មានចេះទៅមកក្តាប់ចឹងទៅ
bây giờ nhóm lên này một cái đập đó chúng ta một cái đập cái lại chẳng tới rồi có tí cái đập lấy đặt tí cái đập rồi tí cái đập ok nói chung bia mình đặt bọc về chung bia rồi sọp nhấn châu chết ngay này nhóm có ngàyนี้ខ្ញុំមានតកួនខ្ញុំដាក់ក្រៅតែបើអ្នកខ្លះគាត់បុកជុំជាមួយក៏បានដែរតាមចំណង់ចំណូលចិត្តដូចខ្ញុំនិយាយចឹងតាមចំណង់ចំណូលចិត្តយើងតែគ្រាន់តែសម្រាប់បុកសម្រាប់ទឹកហុកនេះគឺក្នុងមួយចានដែលមានបន្លែដូចរៀបរាប់ខាងលើហ្នឹងគឺ2វែកស្មើដូចក្នុងវីដេអូដែលខ្ញុំបញ្ជាក់ចឹងហើយយើងក៏រួចរាល់ហើយថ្ងៃនេះយើងមានជានំបញ្ចុកដាក់ជានំបញ្ចុកទីគោអូជាតិឥឡូវខ្ញុំក៏ដួសហើយជប់ខ្ញុំនេះថ្ងៃនេះខ្ញុំមាននេះពីក្រៀមអ្នកនរនេះដាក់បានអានឹងយកជាតិហើយឈ្ងុយតែពេលខ្លះខ្ញុំដាក់ថ្ងៃនេះខ្ញុំដាក់ដោយសារថ្ងៃនេះមានពីក្រៀមថ្ងៃខ្លះអត់មានក៏អត់ដាក់ទៅឆ្ងាញ់ណាស់បាទឥឡូវខ្ញុំដួសដាក់នេះខ្ញុំដាក់នេះអូខេដួសអូខេឆ្ងាញ់បាទរួចខ្ញុំទៅគួរវាទៅចឹងណាមកវាហៀបពេកអូខេដាំស្រស់បាទមកឥឡូវខ្ញុំក៏ប្រើនេះទៅហុយបាទខ្ញុំប្រើទៅហុយមកខ្ញុំរោយបន្តិចទេព្រោះអត់សូវមានអ្នកប៉ិនហឹលទេបាទអត់សូវមានអ្នកចេះហឹលខ្លាំងហើយចុងក្រោយគឺស្រែកដីអាហ្នឹងស្រ័យលើបងប្អូនចំណង់ចំណូលចិត្តទេបាទបើអ្នកខ្លះគាត់អត់ដាក់ក៏បានដែរស្រែកនិយាយស្រែកតែយើងឯងតែក្បួននឹងប្រាប់ដូចមិនអញ្ចឹងទឹកប្រហុក2វែកហើយទឹកត្រីតាមចំណង់ចំណូលចិត្តស្ករពិសេសអញ្ចឹងទៅបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាទនេះហើយណាហើយចាំតិចទៀតចាំមើលបាទឥឡូវយើងមកភ្លក់ខ្ញុំកាត់បន្តិចសិនយើងរៀងអនាម័យព្រោះមានអ្នកចាំញ៉ាំជុំគ្នាតតែនេះយើងគ្រាន់តែប្រម៉ូទមួយម៉ាត់ដំបូងលាបទឹកមាត់បាត់ហ្នឹងណាអូយក្តាមចាំក្រោយហ្នឹងក្តាមបាទចាប់តកួននេះសិនខ្ញុំក៏ចូលចិត្តតកួនបាទអត់ទៅពីពេញប៉ោះដល់អូខេហើយខ្ញុំបញ្ចុកបាទទៀតបាទអរគុណបាទ